បើកឆាកដំបូងមកឆ្ងល់អូយស្អីចេះនេះអ្នកណាក៏ខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំចោលអត់បានហ្មងរឿងនៅពេលដែលលាងឡានលាងម៉ូតូរាល់ដងគឺតែងតែញុកពពុះនៅក្នុងអាធុងពេត្រូលនឹងឯងបងប្អូនណាខ្លះធ្វើដូចខ្ញុំអត់ដែរចោលអាក្បួនពីបរមបារាមួយនេះសុំសួរអ្នកមើលមួយមើលបើសិនជាម៉ូតូប្រឡាក់បែបនេះតើត្រូវធ្វើម៉េចចាប់ផ្ដើមពីណាទៅណាមុនចេះបាញ់សាប៊ូឲ្យដោះយកហ្មងបាញ់ជំរះទឹកឲ្យបានដោះឬក៏មិនដោះកុំវែងឆ្ងាយបងប្អូនមើលខ្ញុំប្រើអីគេខ្លះអញ្ចឹងទូទៅខ្ញុំមានប្រភេទ Prewash CC ខ្ញុំប្រើ 300ml សាប៊ូ3កំហបបន្ទាប់មកខ្ញុំមាន Prewash មួយទៀតនៅក្នុងកំប៉ុងសបសាប៊ូមួយកំហបទឹក200សង្ឃូទុកកន្លែងណាដែលវាឡើងស្នឹមជាពិសេសនៅកន្លែងកង់នឹងតែម្ដងហើយខ្ញុំមាន Daily Foam មួយទៀតប្រើសាប៊ូ5កំហបទឹក500ដោះ Standby អីវ៉ាន់រៀបចំរួចរាល់មានច្រាសមួយជក់មួយហើយនឹងដៃមឹកមួយហើយសាប៊ូ Max Petro ទៀតបើសិនជាអ្នកប្រើម៉ូទ័រដូចខ្ញុំគឺដឹងតែចំណេញហ្មងទឹក300ml សាប៊ូ3កំហបបាញ់បាន3ម៉ូតូបាញ់មកជុំម៉ូតូហើយគ្មានការរងចាំ1នាទី2នាទី3នាទីគឺគ្មានការរងចាំបងប្អូនតម្លាក់ទឹកយកហ្មងទៅមើលទៅក្រោមម៉ូតូទៅគឺដីធ្លាក់ឲ្យតែជួបប្រភេទដីផុកនេះប៉ះមួយ CC Prewash គឺអត់មានឲ្យនៅទេបងប្អូនខ្ញុំក៏ធ្លាប់ធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងបាញ់អត់ប្រើម៉ូទ័រដែរជាមួយ CC គឺឯកទេសនៅក្នុងការជំរុះដីលើឡានលើម៉ូតូតែម្ដងពេលដែលតម្លាក់ដីរួចគឺយើងចូលមកដល់ផ្នែកកង់យើងត្រូវធ្វើការដោះសម្អាតកង់ហើយខ្ញុំប្រើប្រាស់ជាមួយនឹងប្រភេទ Daily Foam មួយហើយខ្ញុំបាញ់ជំរុះដីពីលើទៀតដើម្បីដោះបងប្អូនឃើញទេព្រមតែពេលដោះភ្លាមអាកង់យើងមើលនឹងភ្នែកអត់មានឃើញដីហត់ណាតែដោះមកគឺចេញដីហ្មងអាហ្នឹងគឺជាប្រភេទស្នឹមហើយបើសិនជាយើងទុកយូរគឺវាឡើងស្នឹមធ្វើឲ្យយើងពិបាកនៅក្នុងការដោះថ្ងៃក្រោយទៀតបងប្អូនធ្វើទៅតាមវិធីខ្ញុំមកមានអា foam និងសាគូមួយមកទុកគ្រាន់តែបាញ់ដោះហើយចាំពេលដែលយើងដោះឲ្យអស់ចាំយើងបាញ់នៅលើទួលដោះចុងក្រោយតម្លាក់ទឹកគឺជាការស្រេចតែម្ដងនៅពេលដែលបងប្អូនបាញ់សម្អាតផ្នែកខាងមុខហើយតោះឥឡូវគឺយើងធ្វើការបាញ់ជំរះទឹកកង់ហ្នឹងចេញមួយសិនទៅកុំឲ្យសាប៊ូវាកកបងប្អូនដោះជើងក្រោមហើយណេះលេងវាទៅបាញ់ឲ្យជោគមកវាមកតោះមកបងប្អូនមានដៃមកក៏បានមានកសែងក៏បានដោះមកសាប៊ូដែលយើងទុកក្នុងធុងស្ពេត្រូមិញហ្នឹងបាទដោះកៅអៅដោះអីឲ្យស្អាតមកអែលវាទៅអ្នកណាថាលាងម៉ូតូស្រួលជាងលាងឡានខ្ញុំលាងឡានស្រួលជាងលាងម៉ូតូទៀតម៉ូតូវាកលុកកលាក់ច្រើនមែនតើបើឡានវាលាតវាលស្រួលនៅក្នុងការអូសទៅវិញទៅមកបងប្អូនជួយទិញខ្ញុំ5ឆ្នាំទៀតទៅបើមានលុយទិញឡានទុកលាងឲ្យបងប្អូនមើលបងប្អូនដោះកៅអៅឲ្យបាញ់ទឹកទៅបាទបាញ់ជំរះទៅបាញ់ឲ្យយូរបាញ់ឲ្យស្អាតបាញ់ឲ្យភ្លឺបាញ់ឲ្យរលោងបាញ់ឲ្យលើករាសីទ្របរបស់យើងទោះចាស់ក៏ដោយថ្មីក៏ដោយលាងទៅបងប្អូនអើយអត់មានបានប្រម៉ូទអីទេបងប្អូនអើយលាងម៉ូតូអត់យូរទេធ្វើវីដេអូបានយូរ